ដីលោកបន្ទាន់នៅក្រុងប្រស័យអនុជាប់នឹងផ្លូវជាតិលេខ4ក្បាល65ជម្រៅ86 5637 ម៉ែត្រការ៉េជាប្រភេទប្លង់រឹងបាទសូមគោរពសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកដល់កំពង់សោមហើយមានដីជាប់នឹងផ្លូវជាតិលេខ4បាទជាប់នឹងគ្រឿងសហារឹមពុកសាឡុងចិនហាយហ្នឹងបាទហើយនេះទីតាំងដីកំពុងតែដាក់ខ្សាច់ដាក់គ្រឿងចាក់ហ្នឹងបន្លោះដីធំបាទជាប់នឹងផ្លូវជាតិលេខ4បាន65ក្បាល65ជម្រៅ86 5637 ម៉ែត្រការ៉េបាទហើយចរាចរណ៍មកមានញឹកមែនតែនកំពង់សោមយើងនេះទីតាំងឡានបរិយាបន្ទាំគាត់ចូលបតហ្នឹងបាទទីតាំងដែលដាក់ខ្សាច់ហ្នឹងបាទហើយយើងទៅមុខបន្តិចទៀតយើងទៅដល់រោងចក្រស្រាបៀរអង្គរប្រហែលជា800 ម៉ែត្រយើងទៅដល់ស្រាបៀរអង្គរហ្នឹងរោងចក្រហ្នឹងបាទហើយបើនិយាយពីសកម្មភាពចរាចរណ៍វិញមកមានញឹកមែនតែនហ្មងបាទនេះទីតាំងដីទល់មុខនឹងអគ្គិសនីកម្ពុជាយើងហ្នឹងបាទនៅទល់មុខឃ្លាំងលើអគ្គិសនីឃ្លាំងលើបាទទល់មុខចំបណ្ដោយបាទនេះខាងមុខទីតាំងដីយើងហើយនឹងផ្លូវជាតិលេខ4បាទបើនិយាយពីចរាចរណ៍វិញវាមានញឹកបាទព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទរបស់ខ្ញុំបាន085 28 82បាទហើយយើងមានក្រុមការងារនៅក្នុងតំបន់កំពង់សោមឬតំបន់ភ្នំពេញអីចឹងបាទបើសិនជាចង់សួរនាំព័ត៌មានឬក៏ចង់ជួបសហការងារអីមានក្រុមការងារគាត់អ្នកកាន់នៅក្នុងតំបន់ហ្នឹងបាទឥឡូវនេះចេញពីទីតាំងដីជិះចូលមកក្រុងកំពង់សោមតាមផ្លូវជាតិលេខ4ហ្នឹងជិះឆ្វែជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាទៅទាំងខ្ញុំទាំងពុកម៉ែបងប្អូនដោយសារខានមកយូរដែរបាទវាចូល 3-4 ឆ្នាំហើយខានមកកំពង់សោមហើយនេះផ្លូវជាតិលេខ4យើងធ្វើដំណើរទៅអត់ទាន់ដល់រោងចក្រស្រាបៀរអង្គរទេហើយបរិយាកាសនៅក្នុងតំបន់នេះដូចជាមិនមានអីប្លែកច្រើនប្រហែលពី 4-5 ឆ្នាំមុនអីទេគ្រាន់ថាផ្លូវរៀងស្អាតជាងមុនធំជាងមុនហើយមានអគារមានអាជីវកម្មច្រើនជាងមុនអីចឹងទៅវាមិនប្លែកខ្លាំងដូចនៅក្នុងតំបន់ស៊ូនចិត្តសមុទ្រចិត្តអីបាទហ្នឹងបានជាប្លែកសង្កថាផ្ទះពីមុនធ្លាប់ឃើញអីបាត់អស់សល់តែអគារធំផ្ទះអ្នកដែលធ្លាប់ស្គាល់បងប្អូនអីបាត់អស់លីងខ្ញុំជិះដើរមើលបើចរាចរណ៍នៅផ្លូវជាតិលេខ4នេះចរាចរណ៍រៀងមមាញឹកបន្តិចដោយសារជាផ្លូវសេដ្ឋកិច្ចមួយសម្រាប់ឡានទូកធំដឹកទំនិញគោលដៅទៅផែអញ្ចឹងស្ទះបាទកន្លែងខ្លះក៏ស្ទះដល់ពេលយើងផុតពីផ្លូវជាតិលេខ4យើងបត់ឡើងទៅក្រុងហ្មងទៅចិត្តសមុទ្រហ្មងមិនសូវជាស្ទះដោយសារខ្ញុំមករៀងពេលព្រឹកដែរម៉ោងប្រហែលជា8ជាង9បាទហើយដល់ពេលអញ្ចឹងចរាចរណ៍ដូចជាមិនសូវស្ទះបាទហើយនេះចេះតែកំសាន្តអារម្មណ៍ជូនពុកម៉ែបងប្អូនទៅបាទទុកជាវីដេអូមួយសម្រាប់ជូនពុកម៉ែបងប្អូនខ្លះដែលគាត់ខានមកយូរដូចជាខ្ញុំអីចឹងទៅបាទតែនេះរៀងស្ទះបន្តិចបាទដោយសារចរាចរណ៍ផ្លូវបំបែកចេញពីរោងចក្រផងហើយនឹងឡានភាគច្រើនឡានកុងតឺន័រហើយខ្ញុំធ្វើដំណើរតាមផ្លូវជាតិលេខ4មកពីកំពង់ស្ពឺបាទដល់ពេលស្ទះច្រើនដោយសារគេឡើងផ្លូវលឿនអស់ហើយប៉ុន្តែខ្ញុំអត់បានឡើងទេដោយសារចោះមើលដីឆ្វែចិត្តនឹងផ្លូវជាតិលេខ4ផងហើយពីកំពង់ស្ពឺមកកំពង់សោមដល់ពេលអញ្ចឹងខ្ជិលឡើងលឿនដល់ពេលអត់ឡើងអញ្ចឹងជិះយូរមែនតែនជិះឡើង 3-4 ម៉ោងពីកំពង់ស្ពឺហើយអត់ដល់កំពង់សោមទៀតពេលយប់អត់ហ៊ានដេកដល់ក្នុងក្រុងទេដេកនៅផ្លូវបបែកបាទនិយាយទៅស្ទះពេកឡានបើឡានកុងតឺន័រឡានវ៉េអងនេះសិតតែមួយខ្សែ 5-6 អូបាក់ធ្វើដំណើរមែនតែនអញ្ចឹងមានតែដេកតាមផ្លូវព្រឹកឡើងងើបពីព្រឹកមកក្នុងក្រុងហើយឆ្វែក្នុងក្រុងបានចេញទៅ
កំពតបាទនិយាយទៅដើរបានច្រើនទេដើរមើលផងដើរផ្សព្វផ្សាយផងទុកជាបទពិសោធន៍ទុកជាវីដេអូជូនពុកម៉ែបងប្អូនបាទព្រោះបើយើងមិនដើរគូមិនដឹងបាទភូមិសាស្ត្រខានដើរចេញយូរឆ្នាំដែរហើយបាទតាំងពីកូវីដកាល2019 2021អានឹងយើងចេះចេញធ្វើការងារក្រៅខេត្តដូចជាបាត់ដំបងបៃលិនអីហ្នឹងកពតអីហ្នឹងកំពង់សោមអីហ្នឹងភ្នំពេញបាទយើងចេញបានច្រើនបន្ទាប់ពីកូវីដស្ងាត់ភ្ញៀវផងយើងជាប់រវល់ក្នុងតំបន់យើងនៅសៀមរាបផងក៏យើងពិបាកចេញហើយចេញនេះដោយសារមានភ្ញៀវផងពាក់ព័ន្ធជាមួយនឹងភ្ញៀវពាក់ព័ន្ធនឹងទំនេរទី1កូនវ៉ាកងអានេះជាមូលហេតុមួយដែលអាចចេញក្រៅបានបាទបើសិនជាសពដងកូនរៀនអញ្ចឹងពិបាកចេញអត់មានអ្នកមើលកូនផងអត់មានអ្នកជំនួសការងារផងអញ្ចឹងនិយាយទៅឆ្លៀតពេលនេះអត់សម្រាប់អត់អីទេសង្ឃថាយប់កន្លែងណាដេកកន្លែងហ្នឹងហើយបាទប្រហែលចូលសរុបបើនិយាយទៅវាចូលរយៈពេល10ថ្ងៃជាងយើងចេញពីខេត្តសៀមរាបហើយយើងបានរយៈពេលខេត្តបើយើងកាត់ខេត្តវិញហើយនឹងការងារខេត្តវិញចូលលក្ខណៈថា13ខេត្តដែរបើយើងរាប់ទាំងសៀមរាបបាទហើយយើងមិនមានពេលសម្រាប់ទេសង្ឃថាដល់យប់មិនទាន់ចេញផុតពីទីតាំងដីក៏មានដែរអាវែងផ្លូវផងអាផ្លូវជាប់ផុកផងអាផ្លូវជាប់ភ្លៀងផងបត់ពិសោធន៍ដល់មកតែ2នេះក្មួយទៀតបាទហើយនេះយើងមកដល់ផ្លូវប្របែកនេះបើយើងទៅផែយើងឃើញថាវាមានយកផ្លូវបាទផ្លូវជាតិលេខ4ហ្នឹងគឺផ្លូវសេដ្ឋកិច្ចតំបន់ផែប៉ុន្តែពេលខ្ញុំប្របែកឡើងទៅឆ្នេរអត់សូវមានយកដោយសារដូចជាមិនសូវឃើញមានភ្ញៀវច្រើនដោយប្រហែលជាពេលព្រឹកគីឡូអាចថាពេលថ្ងៃឬពេលយប់អីអាចមានយកអីចឹងទៅបាទសម្រាប់ខ្ញុំគិតថាកំពង់សោមផ្លែច្រើននៅសួនសមុទ្រដោយសារកាលពីធ្លាប់មានមេការ៉េហ្នឹងគាត់ទិញដីនៅមុខសុខាកាលនោះគាត់ទិញដូចជា1លានជាងទេហើយនឹងមុននឹងគាត់ទៅការ៉េគេឲ្យឡើង2លាន3លានតែគាត់បានលក់ហើយទៅកាន់ការងារគាត់បានប្រហែលជាមួយខែជាងភ្លៀងរហូតកាន់ការងារអត់បានក៏ត្រឡប់មកពេញវិញកាលនោះដូចជាឆ្នាំ2018បាទ2018ហ្នឹងឯងដីមិនទាន់ថ្លៃខ្លាំងឯនៅកំពង់សោមនិយាយទៅមិនទាន់ថ្លៃមិនទាន់ផ្ទុះឯមកដល់ឥឡូវលេងនិយាយបាទហើយដីប្រវត្តិដីមេការ៉េទិញហ្នឹងទិញពីកង់របស់ខ្ញុំទៀតប៉ុន្តែមានកង់បកកើតទេត្រូវជាកង់ទទួលមួយគាត់នៅកំពង់សោមយូរហើយដើមសំណោះអាដើមកាសានៅក្នុងដីហ្នឹងអាយុចង់30ឆ្នាំជាងទៅ40ឆ្នាំហើយអ្នកដាំហ្នឹងគឺត្រូវជាពូខ្ញុំត្រូវជាឪខ្ញុំទៀតអ្នកដាំហើយគាត់លក់កាលនោះគាត់លក់បានដូចខ្ទង់ឆ្នាំ2016 17អីហ្នឹងគាត់លក់បានដូចជាខ្ទង់អត់ដល់កន្លះលានទេបាទហើយទៅបានឈ្មោះខ្មែរយើងទិញលក់ទៅឲ្យមេការ៉េខ្ញុំបានដូចជា1លានជាងបន្ទាប់មកគេឲ្យឡើងរាប់លានរហូតដល់គាត់មកវិញខ្ញុំមិនដឹងថាដីនឹងទៅដល់ណាក៏ដាច់តំណែងជាមួយមេការ៉េគាត់ហ្នឹងបាទកាលពីមុនគាត់នៅខ្មែរតែឡើងចោះគាត់អ្នករ៉ូស៊ីអញ្ចឹងហើយគាត់ដើរទិញដីបានច្រើនហើយគាត់ដាច់តំណែងមួយគ្នាយូរហើយបាទមានតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលា